សួស្តីអ្នកទាំងអស់គ្នាហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយករឿង One Piece មកសម្រាប់ចែកជូនអ្នកទាំងអស់គ្នាទស្សនាហើយមុននឹងចូលទៅកាន់សាច់រឿងកុំភ្លេច Subscribe ឲ្យខ្ញុំម្នាក់មួយផងបងប្អូននៅដើមសាច់រឿងបាននិទានអំពីបរិសម្នាក់ឈ្មោះថា Go Roger ដែលជាស្ដេចចៅសមុទ្រដ៏អស្ចារ្យប៉ុន្តែឥឡូវនេះគេបានយកគាត់នឹងមកបហាជីវិតហើយសាច់រឿងបានប្រាប់ទេថាគាត់នឹងមានកំហុសអីបានជាគេយកគាត់មកបហាជីវិតអញ្ចឹងនោះហើយមុននឹងស្លាប់គាត់ក៏បាននិយាយថាទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ហ្នឹងគាត់បានយកវាទៅលាក់ទុកមួយកន្លែងហើយបើមានអ្នកគេរកឃើញទ្រព្យសម្បត្តិទាំងអស់នោះហើយបើមានអ្នកគេរកឃើញវានឹងខ្លាចជារបស់គេហើយចាប់ពីពេលនោះមកមានចៅសមុទ្រជាច្រើនបានចេញសំពៅរបស់ពួកគេដើម្បីស្វែងរកទ្រព្យសម្បត្តិទាំងអស់នោះហើយពិភពលោកក៏បានខ្លាយទៅជាយុគចៅសមុទ្រដ៏អស្ចារ្យខោចៅសមុទ្រសោះមានយុគសម័យឯណាយល់ទេហើយសាច់រឿងក៏បានកាត់មកកាន់សំពៅទេសចរមួយគ្រឿងហើយមានកម្មករពីរនាក់ហ្នឹងនៅលើកប៉ាល់ដើម្បីសង្កេតមើលជុំវិញកប៉ាល់អីចឹងណាថ្ងៃលោកខាងមុខហ្នឹងមានឧបសគ្គអីដែលប៉ះពាល់ដល់កប៉ាល់ចឹងទៅហើយភ្លាមនោះពីរនាក់នេះក៏បានកលេចឃើញធុងបារ៉ែលមួយហើយពួកគេក៏បានបោះខ្សែដើម្បីចងវាយកមកខាងលើហើយក្នុងធុងហ្នឹងមានលូហ្វីអ្នកនរគ្នាប៉ុន្តែពីរនាក់ហ្នឹងអត់ដឹងទេហើយបរិសម្នាក់ទៀតក៏បានកលេចឃើញកប៉ាល់ចៅសមុទ្រដែលធ្វើរូបគេហ្នឹងភ័យខ្លាំងមែនតើហើយក៏បានស្រែកប្រាប់ទៅកាន់អាពីរនាក់ក្រុមចឹងណាហេអាពីរនាក់ចៅសមុទ្រមកអីអាពីរនាក់នេះគ្រាន់លឺចឹងម៉ែរត់បោះជើងសោះព្រាតនិយាយមិនទាន់ផុតផងចៅសមុទ្រក៏បានបាញ់កំភ្លើងសម្ដៅមកកាន់កប៉ាល់មួយហ្នឹងដែលធ្វើឲ្យភ្ញៀវនៅក្នុងកប៉ាល់ហ្នឹងគឺថារង្គើដួលពេញនឹងអស់ហើយបន្ទាប់មកកម្មករពីរនាក់ហ្នឹងក៏បានរត់មកប្រាប់ខាបតានកប៉ាល់ថាឥឡូវហ្នឹងកំពុងតែមានចៅសមុទ្រហ្នឹងវាយបហាលោកកាពីតានលឺចឹងភ័យដែរប៉ុន្តែគាត់ក៏បាននិយាយថាឲ្យអ្នកទាំងអស់គ្នាស្ងប់អារម្មណ៍ទៅអត់អីទេហើយប៉ែតនោះគាត់លឺខាបតាននិយាយអញ្ចឹងចៅសមុទ្រប្លន់ប៉ុណ្ណឹងឲ្យតែចិត្តមិនអត់យល់ទេនេះហើយមនុស្សគ្រប់គ្នាគេស្លន់រត់គ្រប់គ្នាអញ្ចឹងណាប៉ុន្តែមាននារីម្នាក់ហ្នឹងក៏រត់ទេហើយថែមទាំងបានញឹមទៀតផងណាអូនឯងពិតជាមនុស្សស្រីកម្រមែនហើយយើងក៏លេចមកមើលលើកប៉ាល់ចៅសមុទ្រនេះវិញមេចៅសមុទ្រហ្នឹងក៏បានសួរទៅកាន់ក្មេងប្រុសម្នាក់ដែលមានឈ្មោះថាកូប៊ីតើណាគេដែលស្អាតជាងគេនៅលើសមុទ្រនេះហើយកូប៊ីហ្នឹងខ្លាញ់ចាឆ្លើយកុហកទៅគឺខាបតានអាវីដាឯហ្នឹងស្អាតជាងគេយប៉ែតហ្នឹងគាត់លឺអញ្ចឹងសោចតែក៏មើលមុខមើលមៀតម៉ែដូច Hero Band ក្នុង Mobile Legends ហើយកប៉ាល់ទេសចរនេះវិញគេបាញ់ឡើងបាក់ក្រោងបាក់អីអស់ហើយចំណែកឯធុងបារ៉ាដែលមានលូហ្វីដេកក្នុងហ្នឹងក៏បានលមៀចុះមកកាន់ជាន់ក្រោមមួយទៀតលមៀមកដល់បុកវាប៉ាងចូលបន្ទប់មួយភ្លុកនឹងបន្ទប់អីគេទេហ្នឹងហើយក្រុមចៅសមុទ្រក៏បាននាំគ្នាបោះខ្សែដើម្បីបទាក់ទៅកាន់កប៉ាល់ទេសចរដើម្បីប្លន់អញ្ចឹងណាហើយក្រុមចៅសមុទ្រក៏បានរត់ឆ្លងមកអញ្ចឹងទៅម៉ែខ្លាំងជាអ្នកលេងសៀកទៀតរត់គឺថាមិនបាច់ចាំទប់លំនឹងអីមែនហើយអ្នកខ្លះវិញតោងខ្សែហក់មកដូចស្វាអញ្ចឹងចំណែកឯ Kobe ក្មេងតូចខ្ជូតនេះវិញក៏អត់ហ៊ានឡើងទៅទេហើយមេចៅសមុទ្រឃើញអញ្ចឹងតបមកជើងប៉ើងដែលធ្វើ Kobe ហ្នឹងនេះហោះមកបុកជាងមួយទៀតឡើងចង់បែកមុខអស់ហើយនេះហើយពេលហ្នឹងក៏បានហក់មកវាយ Kobe តាមក្រោយអញ្ចឹងណាប៉ុន្តែត្រូវបាន Kobe ហ្នឹងអោនចុះហើយអញ្ចឹងពេលហ្នឹងក៏វាយខុសអញ្ចឹងទៅហើយក្រោយពេលដែលក្រុមចៅសមុទ្របានឡើងមកដល់ពួកគេក៏បាននិយាយថាយើងមកលួចតែរបស់មានតម្លៃហើយជីវិតអ្នកនរគ្នាយើងមិនត្រូវការហើយបើអាណាហ៊ានតដៃអញបោះចូលទឹកសមុទ្រតអស់យើងកាត់មកកាន់មនុស្សស្រីចម្លែកនេះវិញម្នាក់ហ្នឹងគឺប្រែកាឡានេះចេញមកចម្លែកនឹងគាត់ចង់ធ្វើអីចាំមើលទៀតសូម្បីខ្ញុំហ្នឹងក៏ដឹងដែរហើយសាច់រឿងក៏បានកាត់មកកាន់ក្មេងដូច Kobe នេះវិញខ្លួនកំពុងតែដើររករបស់មានតម្លៃដើម្បីយកឲ្យចៅសមុទ្រអញ្ចឹងទៅតាមពិតទៅ Kobe មិនចង់ធ្វើហ្មងទេហើយភ្លាមនោះ Kobe ក៏បានតាក់ផ្នែកនឹងធុងបារ៉ែលមួយដែលវាធំជាងគេអញ្ចឹងហើយ Kobe ក៏បានប្រមៀលវាយកទៅយើងកាត់មកមើលនារីខ្លះហានឯនេះវិញនាងបានឡើងទៅលើកប៉ាល់ចៅសមុទ្រហើយដើរលោបនោះប្រហែលជាមកចង់លួចរបស់គេមើលទៅហើយភ្លាមនោះចៅសមុទ្រនៅក្នុងហ្នឹងក៏បានបើកទ្វារចេញមកហើយប៉ែតហ្នឹងឃើញម្នាក់ស្រីហ្នឹងក៏បានឆ្ងល់អញ្ចឹងណាហើយក៏បាននិយាយថាហេហែងពីណាគេអញតែឃើញបន្ទាប់មកម្នាក់ស្រីហ្នឹងក៏បានធ្វើខ្ជីឈូតអញ្ចឹងណាហើយបន្ទាប់មកក៏បានបន្លំទាត់ពងប៉ែតហ្នឹងប៉ាច់អូសុំទោសផងបងអើយគ្មានចេតនាទេយើងបែរមកមើលគូហ្វីដែលកំពុងតែប្រមៀលធុងបារ៉ែលដែលមានលូហ្វីដេកនៅក្នុងហ្នឹងឯនេះវិញហើយក្រុមចៅសមុទ្រក៏បានមកដល់ហើយនិយាយថាកំសាឯងមកពួនអីហ្នឹងហ៎ហើយខាងក្នុងហ្នឹងអីគេហើយគូហ្វីក៏បានប្រាប់ថាក្នុងហ្នឹងប្រហែលជាស្រាលបងហើយពួកគេក៏ចង់ផឹកអញ្ចឹងណាហើយបន្ទាប់មកពួកគេក៏បានយកធុងហ្នឹងត្រៀមវាយបបែកក្រោបអញ្ចឹងទៅមិនទាន់បានវាយផងលូហ្វីក៏បានភ្ញាក់ពីដេកគ្រាន់តែស្ងាប់សោះដៃរបស់គេបានទៅប៉ះអាប៉ែម៉ាប់នោះហើយក៏បានប៉ើងខ្ចាយព្រាតអញ្ចឹងទៅក្រោយពេលស្ងាប់ហើយក៏លេចទៅខំគឺអាប៉ែនោះដេកស្អាតប៉ុន្តែលូហ្វីមិនខ្វល់ច្រើនទេហើយបែរទៅសួរគ្រូប៊ីថាមានអីហូបអត់ឃ្លានណាចៅសមុទ្រពីរនាក់ហ្នឹងឃើញចឹងខឹងម្រោយចុះនេះឆ្លើយអញចៅសមុទ្រហើយក៏បានហក់មកកាប់លូហ្វីអញ្ចឹងទៅប៉ុន្តែលូហ្វីវាយតែម៉ាតិចម៉ែបាក់ដៅផ្ទៃឃើញអញ្ចឹងចាំមួយទៀតបើមិនរត់ចោលគ្រូប៊ីឃើញអញ្ចឹងក៏បានប្រាប់ឲ្យលូហ្វីរត់អញ្ចឹងទៅព្រោះថាខ្លាចពួកគេត្រឡប់មកវិញអាចនឹងឃ្លានលូហ្វីអញ្ចឹងណាហើយលូហ្វីក៏បានតបវិញថាអូហ្នឹងហើយឃ្លានណាមានអីហូបអត់បាទគឺថាខ្វល់តែម្ដងបាទគ្រាន់តែដើរចូលដល់បន្ទប់មួយឃើញកន្ទក់ផ្លែឈើខ្លួនក៏បានហក់ចូលទៅបរយហើយដោយសារឃ្លានដាក់ហូបយកបរយហើយគ្រូប៊ីក៏បានណែនាំខ្លួនប្រាប់ទៅកាន់លូហ្វីថាខ្លួនហ្នឹងឈ្មោះគ្រូប៊ីហើយចុះបរយឯងហ្នឹងឈ្មោះលូហ្វីមែនហើយលូហ្វីក៏បានតបវិញថាពងទាមន់ញ៉ាំមើលហើយកប៉ាល់នេះកប៉ាល់ចៅសមុទ្រមែនហើយគ្រូប៊ីក៏បានតបទៅវិញថាមែនទេកប៉ាល់នេះគឺជាកប៉ាល់ទេសចរទេប៉ុន្តែត្រូវបានប្លន់ដោយអាវីដាសាម៉ាហើយលូហ្វីក៏បានសួរទៅកាន់គ្រូប៊ីថាចុះឯងហ្នឹងចៅសមុទ្រដែរមែនគ្រូប៊ីលឺចឹងក៏បានឆ្លើយថាហើយមែនខ្ញុំមិនចៅសមុទ្រទេហើយខ្លួនក៏បានរៀបរាប់រឿងរ៉ាវឲ្យលូហ្វីស្ដាប់អញ្ចឹងទៅគឺថាថ្ងៃមួយហ្នឹងខ្ញុំពងស្ទូចត្រីសុកហ្នឹងស្រាប់តែមានក្រុមចៅសមុទ្រហ្នឹងមកចាប់ខ្ញុំដែលជាក្រុមចៅសមុទ្រអាវីដាសាម៉ានេះឯងហើយលូហ្វីក៏បានសួរថាហើយមិនក៏មិនរត់ហើយគ្រូប៊ីក៏បានតបវិញថារត់មិនកើតតែរត់ហ្នឹងអាវីដាសាម៉ារកឃើញហ្នឹងគឺស្លាប់ខ្ញុំចោលហើយនិយាយរួមទៅគ្រូប៊ីហ្នឹងរៀងខ្លាចកំសាអីចឹងណាយើងមកមើលម្នាក់ស្រីចម្លែកនេះវិញគឺថានាងកំពុងតែលួចលុយរបស់ចៅសមុទ្រចឹងណានិយាយរួមទៅចៅសមុទ្រហ្នឹងលួចគេប៉ុន្តែគេហ្នឹងលួចចៅសមុទ្រហើយអាពីរនាក់ដែលជួបជាមួយលូហ្វីវិញហ្នឹងក៏បានមករាយការណ៍ប្រាប់ខាប៊ីតានហ្នឹងគាត់លើចឹងខឹងប្រយគប់មកដបងហ្នឹងមកផាំងមានអីចង់អាពាក់ម៉ាប់ទំងើបចេញមកប៉ាំងចូលទៅសមុទ្របាទយើងបែរមកមើលលូហ្វីនិងគ្រូប៊ីនេះវិញនិយាយគ្នាចោលឡើងគ្រូប៊ីក៏បានសួរទៅកាន់លូហ្វីថាអនាគតនឹងចង់ធ្វើអីគេហើយលូហ្វីក៏បានតបទៅវិញថាខ្លួននឹងចង់ទៅរកកំណប់ One Piece នៅតំបន់ Greenland និងខ្លាចជាស្ដេចចៅសមុទ្រដ៏អស្ចារ្យគ្រូប៊ីគឺភ្ញាក់ផ្អើលខ្លាំងមែនតើព្រោះថាទីនោះគឺគ្រោះថ្នាក់ខ្លាំងមែនតើហើយខ្លួននឹងក៏មិនជឿថាលូហ្វីនឹងអាចធ្វើបាននោះដែរគាត់លើចឹងលូហ្វីដាក់ម្ដាយភូហើយក៏បាននិយាយថាណាជីវិតយើងខ្លីណាចង់ធ្វើអីធ្វើនឹងតែកុំអត់ប្រយោជន៍ពេកកុំអារបៀបផឹកឡើងងើបមកកាន់អាទូរស័ព្ទTikTok ចូល YouTube មើលសម្រាប់រឿងអត់ប្រយោជន៍គ្រូប៊ីក្រោយពីទទួលបាន motivation ពីលូហ្វីហើយគឺរូបគេនឹងមានកម្លាំងចិត្តខ្លាំងមែនតើគឺថារូបគេចង់ខ្លាចជាមនុស្សម្នាក់ដែលអាចចាប់ជនអាក្រក់ជួយដល់សង្គមអញ្ចឹងទៅនិយាយដល់ក្លាហានមោះមុតខ្លាំងមែនតើហើយគ្រូប៊ីក៏បាននិយាយថែមទៀតថាមកទម្លុះទ្វារចេញទៅចាប់ហ្មងតោះអាវីដាសាម៉ាក៏ចាប់ដែរនិយាយមិនទាន់ចប់ផងអាវីដាសាម៉ាក៏បានទម្លុះដបូលចូលមកអញ្ចឹងទៅហើយធ្វើឲ្យគ្រូប៊ីនេះខ្លាចខ្លាំងមែនតើ
ហើយប្រយោជន៍តែលូហ្វីឃើញចឹងក៏បានសួរថាជាពាក់ក្បាប់ហ្នឹងណាគេគ្រាន់លឺភ្លាមធ្វើឲ្យអាវេដាស្មានខឹងខ្លាំងមែនតើហើយក៏បានវាយប្រហារទៅកាន់លូហ្វីប៉ុន្តែលូហ្វីហ្នឹងកិច្ចទាន់ហើយលូហ្វីក៏បានហត់ទៅខាងលើប៉ុន្តែក៏បានយកខូប៊ីទៅជាមួយផងដែរហើយពេលមកដល់លើហ្នឹងក៏បានវាយគ្នាជាមួយនឹងកូនចៅរបស់អាវេដាស្មានបន្តទៀតចឹងណាគឺថាវាយឡើងស៊ីផុយណាក៏ប៉ុន្តែគ្នាគេច្រើនពេកលូហ្វីក៏បានរត់ចឹងទៅ Nantini. អាវដាសមាឃើញលូហ្វីយឺតដូចកស៊ូអញ្ចឹងក៏បានសួរថាហើយស៊ីផ្លែកាំហ្វ្រូតមែនផ្លែឈើបៃសាចហើយលោកតានិយាយគ្នាភ្លេចមើលចៅនេះចៅលួចមាសអស់ហើយខូប៊ីដោយសារខ្លាចពេកក៏បបួលលូហ្វីរត់ចឹងទៅហើយលូហ្វីក៏បានតបទៅថារត់ទៅហើយខូប៊ីក៏បានតបថាអត់ឃើញគ្នាគេច្រើនណាហើយម្យ៉ាងទៀតអាវដាសមាគឺនិយាយម្ដងត្រង់នេះគឺគៀងតែម្ដងព្រោះថាខ្លួននោះបាននឹកឃើញអំពីការលើកទឹកចិត្តរបស់លូហ្វីការប្រជួបគ្នានៅខាងក្រោមទូក៏ក្រោយពេលនឹកឃើញហើយខូប៊ីក៏បានក្លាហានឡើងវិញហើយភ្លាមនោះអាវដាសមាក៏បានសួរថាម៉េចមិនចង់ថាយើងមិនហ៎ហើយខូប៊ីក៏បាននិយាយថាកម្មាប់កធាត់អាក្រក់ដែលធ្វើឲ្យអាវដាសមានឹងខឹងខ្លាំងមែនតើបន្ទាប់មកអាវដាក៏បានវាបហាមកកាន់លូហ្វីប៉ុន្តែមិនអាចធ្វើអីលូហ្វីបានឡើយហើយបន្ទាប់មកលូហ្វីក៏បានយានដៃឡើងវិញដើម្បីវាយទៅកាន់អាវដាសាមាអញ្ចឹងណាមានណាម្ដាយប៉ើងស្ទុយហើយសេរីក៏បានកាត់មកកាន់បរិសម្នាក់ដែរអាវដាសាមាគុំមកដបងប៉ើងគឺថាគាត់នោះមានខ្វល់អីទេមកដេកមើលមេឃឡើងបង្ងើអញ្ចឹងណាហើយនិយាយថាមេឃថ្ងៃនេះឡើងខៀវហ្មងខៀវរបស់គេមែនអាវដាសាមាធ្លាក់មកម៉ែដូចគាត់បែបប៉ារ៉ាម៉ាន់ណូទាំងហើយបែបមកមើលលូហ្វីនេះវិញខ្លួនក៏បានសុំទូពីចៅសមុទ្រមួយគឺដើម្បីជូនខូប៊ីទៅធ្វើជាទាហានព្រោះលឺតែខូប៊ីនឹងចង់ខ្លាចជាមនុស្សម្នាក់ដែលអាចចាប់ជនអាក្រក់អញ្ចឹងណាភ្លាមនោះខូប៊ីក៏បានសួរទៅកាន់លូហ្វីថាអញចង់ទៅរកកំណត់ One Piece មែនហើយត្រូវទៅតំបន់ Grand Line មែនហើយលូហ្វីក៏បានឆ្លើយថាមែនហើយខូប៊ីក៏បាននិយាយថាគ្រោះថ្នាក់ណាហើយលូហ្វីក៏បាននិយាយថាគ្រោះថ្នាក់ហ្នឹងបើខ្ញុំត្រូវការសមាជិកខ្លាំងៗដើម្បីមកចូលក្រុមមួយខ្ញុំហើយនៅតាមផ្លូវហ្នឹងលូហ្វីក៏បាននិយាយអំពីសូរ៉ូហ្នឹងណាគេមិនបានជាអាវដាសាមាច្រឡំថាជាខ្ញុំអញ្ចឹងឮអញ្ចឹងខូប៊ីក៏បាននិយាយប្រាប់ថាសូរ៉ូហ្នឹងគឺជាអ្នកស៊ីឈ្នួលចាប់ចៅសមុទ្រដល់បកែម្នាក់តែឥឡូវឮថាគេចាប់ចងនៅទីក្រុងសែលថោនហ៎ចុះសួរពីគាត់ទៅហើយលូហ្វីក៏បានឆ្លើយថាចង់យកចូលក្រុមហ្នឹងដូច្នេះហើយភាគ1ក៏បានចប់ត្រឹមនេះហើយភាគ2ប្រហែលជាលូហ្វីទៅរកសូរ៉ូដើម្បីចូលក្រុមជាមួយអញ្ចឹងណាហើយបើវីដេអូនេះមាន view ប្រហែលជាគ្រាន់បើខ្ញុំប្រហែលជាអាចធ្វើវីដេអូតទៀតអ្នកនរគ្នាបាទសូមអរគុណសូមជម្រាបលាបាទ